តើយើងគណនាបរិមាណថ្នាំលាបដោយរបៀបណាអូខេថ្ងៃនេះខ្ញុំនឹងបង្ហាញពីស្នាដៃរបស់file របស់ខ្ញុំដែលខ្ញុំបានរៀបចំចងក្រងមកដើម្បីសម្រាប់បងប្អូនទាំងអស់គ្នាអាចយកទៅប្រើប្រាស់ឬកែច្នៃបន្ថែមហើយនេះគឺជា file PDF ដែលខ្ញុំបាន print PDF សនុកងាយស្រួលមើលអូខេខ្ញុំនឹងចូលទៅក្នុង file Excel ដើម្បីបង្ហាញពីការប្រើប្រាស់មួយចំនួនក៏ដូចថាតើយើងវាយកន្លែងណាដើម្បីវា load automatic អូខេអញ្ចឹងយើងសុំ back កន្លែងនេះយើងចូល file Excel ទាំងអស់គ្នាអញ្ចឹងនៅក្នុង file Excel ហ្នឹងគឺខ្ញុំបានចងរូបមន្តរួចអស់ហើយទាំងអស់គ្នាគ្រាន់តែវាយ quantity ចូលបាទអូខេយើងចូលដល់កន្លែងនេះ calculated quantity កន្លែងហ្នឹងគឺខ្ញុំចង់សំដៅថានៅពេលដែលយើងមានបរិមាណឧទាហរណ៍បើយើងបានកណនីបរិមាណសរុបខ្ញុំដាក់88000ការ៉េចុះអញ្ចឹងអ្វីៗនឹងប្រែប្រួល load automatic ឃើញមានដូរទិន្នន័យតាមហ្នឹងក្នុងន័យកន្លែងនេះគឺខ្ញុំចង់សម្គាល់ថាពេលខ្លះបើសិនវាជាប្រភេទអគារធម្មតាអគារមានច្រើនជាន់ខ្ញុំឧទាហរណ៍ថាឈ្មោះអគារមួយមាន25ជាន់អញ្ចឹងណាហើយនេះឈ្មោះគម្រោងទីតាំងឧទាហរណ៍ contractor របស់យើងអញ្ចឹងទៅវាជាឧទាហរណ៍អញ្ចឹងទាំងអស់គ្នាឧទាហរណ៍យើងកណនាថាក្នុងមួយជាន់យើងអស់300ការ៉េអូខេយើងគាត់ទៅវាយ300ការ៉េមកអញ្ចឹងវានឹងដូរអូតូឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍សាមញ្ញខ្ញុំឧទាហរណ៍400ការ៉េក្នុងមួយជាន់តមកទៀតយើងកណនាថាតែ10ជាន់ចាស់ចឹងវាយ10ជាន់មកវា automatic change ហើយទិន្នន័យទាំងអស់ហ្នឹងនឹងដូរអូខេអ្វីដែលសំខាន់គឺ parameter កន្លែងនេះគឺទាំងអស់គ្នាត្រូវយល់ឬក៏អ្នកទាំងអស់គ្នាអាចចង់វាយ80000 8000អីចឹងវា automatic change ពួកខ្ញុំបានចងរូបមន្តមួយទៀតកន្លែងនេះយើងអាចបដូរទៅជាចំនួនអីផ្សេងៗឧទាហរណ៍កន្លែងខ្លះមាន vol ច្រើនអញ្ចឹងយើងអាចដូរវាទៅជា10ទៅជាផ្នែកមួយហើយចំនួន PCS ឬក៏ pack អូខេអញ្ចឹងនៅក្នុងលក្ខខណ្ឌរបស់យើងគឺយើងចូលដល់លក្ខខណ្ឌបន្ទាប់គឺតកតងនឹង ratio នៃការប្រើប្រាស់ scheme code sealer painting color ពេលនេះគឺខ្ញុំចង់សំដៅលើ finish color ពណ៌ដែលយើងចង់បានបញ្ចប់ណាអញ្ចឹងនៅក្នុងយើងអាចមើល description នៅខាងក្រោមនេះទៅ scheme code នៅតាមបទពិសោធន៍ជាក់ស្ដែង 1B 25គីឡូយើងអាចលាបចន្លោះពី13ទៅ15ម៉ែត្រការ៉េសម្រាប់3ស្រទាប់3 layer sealer 1 layer មានមួយស្រទាប់បាន180ការ៉េទៅ200 finishing color 85ការ៉េទៅ95ការ៉េ2 layer ហើយនៅក្នុងរូបមន្តទាំងអស់នេះគឺខ្ញុំបានយើងគុណនឹង ratio ទៅយើងគិតជា lít គិតជាគីឡូក្រាមបន្ទាប់មកយើងបែកទៅជាព្រោះធម្មតាយើងមិនអាចទិញ lít ឬក៏គីឡូក្រាមទេយើងទិញជាធុងឬជា bag អូខេបន្តមកទៀតនៅពេលដែលយើងត្រូវដឹងថាជាក់ស្ដែងអានេះតម្លៃនេះយើងអាច update បានមូលហេតុទីផ្សារគឺឡើងចុះឧទាហរណ៍ scheme code internal ឡើង7រៀលអញ្ចឹងយើងគ្រាន់តែដូរកន្លែងហ្នឹងមកដូរអ្វីទាំងអស់ហ្នឹងមកគឺយើងបានរូបមន្តផ្សេងសំទោសបានទឹកលុយផ្សេង ethanol នេះដូចគ្នាដែរក៏យើងដឹងថា ethanol ការប្រើប្រាស់សម្ភារៈរបស់ថ្នាំគឺរៀងខុសគ្នានៅក្នុងនៅផ្នែកខាងក្នុងព្រោះ ethanol មានន័យថាថ្នាំលាបខាងក្រៅអញ្ចឹងយើងដឹងស្រាប់ហើយថ្នាំលាបខាងក្រៅវាត្រូវជួបភ្លៀងជួបព្យុះជួបកម្ដៅអីជាដើមអូខេអញ្ចឹងវារៀងថ្លៃជាងឥឡូវខ្ញុំឧទាហរណ៍ម្ដងទៀតឧទាហរណ៍ដើមមុនហ្នឹងដូចជា500ហើយអានេះដូចជា25អូខេអញ្ចឹងបើយើងមើលលេងទៅទឹកលុយនៅក្នុង internal គឺ5ដល់100,000 150,000 ដុល្លារបន្តមកទៀតសម្រាប់នៅក្នុង ethanol ឬក៏ etheren វាចូល240,000អាហ្នឹងអាស្រ័យលើនេះអាស្រ័យលើតម្លៃជាក់ស្ដែងអញ្ចឹងអ្នកនរគ្នាអាចយក file ហ្នឹងទៅប្រើប្រាស់ edit បានខ្ញុំអត់មានចាក់សោអីទេអញ្ចឹងអាចកែថែមអ្វីដែលបើសិនជាខ្ញុំគិតថាបើកែអាចកែតែតម្លៃទេព្រោះហ្នឹងធម្មតាយើងជា QS យើងអាច fix តម្លៃមកកន្លែងរហូតទេគឺតម្លៃប្រែប្រួលទៅតាមឆ្នាំតាមទីផ្សារតាមក្រុមហ៊ុនជាដើមអូខេអញ្ចឹងសង្ឃឹមថា file នេះនឹងជាជំនួយដល់អ្នកនរគ្នានៅក្នុងការគណនា quantity take off អូខេជួបគ្នានៅវីដេអូក្រោយបាយបាយ